បាទសូមជម្រាបសួរប្រិមិត្តពុកម៉ែបងប្អូនតាមបណ្ដាញក្នុងសង្គម YouTube ជាទីមេត្រីនិងជាទីស្រឡាញ់បាទថ្ងៃនេះផងដែរខ្ញុំបានលើកយកនៅអត្ថបទព័ត៌មានថ្មីមួយមកចែកជូនប្រិមិត្តពុកម៉ែបងប្អូនសម្ដាប់ដាក់អត្ថបទព័ត៌មាននេះឲ្យមានចំណងជើងថាអង្គុយផឹកស៊ីពីអ្នកប្តីប្រពន្ធអត់សុខក៏ទះក្បាលគ្នាលេងចោះឡើងស្រាប់តែខាងស្រីខឹងទាញដបស្រាពួយក្បាលប្តីបែកផ្អើលអ្នកចិត្តខាងបានជាងតែរឿងរ៉ាវនៃអត្ថបទព័ត៌មាននេះយ៉ាងណាបាទសូមប្រិមិត្តតាមដានទស្សនាសម្ដាប់នៅអត្ថបទព័ត៌មាននេះជាមួយនឹងខ្ញុំបាទដូចតទៅតែមុននឹងសម្ដាប់នៅអត្ថបទព័ត៌មាននេះសូមប្រិមិត្តជួយចុចនៅ Subscribe ពណ៌ក្រហមនិងសញ្ញាកណ្ដឹងបាទម្នាក់មួយផងដើម្បីនឹងទទួលបាននៅអត្ថបទព័ត៌មានថ្មីជាបន្តទៀតកាលពីថ្ងៃទី22ខែមេសាឆ្នាំ2025កន្លងទៅមានករណីមួយនៅឯប្រទេសថៃដែលស្ត្រីម្នាក់យកដបស្រាវាយប្តីទាល់តែបែកក្បាលក្រោយកើតកំហឹងពីការទះតបក្បាលគ្នាលេងខណៈអង្គុយផឹកស្រាជាមួយនឹងគ្នាបាទអ្នកផឹកស៊ីជាមួយគ្នាបាទច្រឡំឆ្លោះគ្នាបាទអត្ថបទនៅឯប្រទេសថៃតាមព័ត៌មានបានឲ្យដឹងថាហេតុការណ៍មួយនេះបានកើតឡើងនៅខេត្តសមុទ្រប្រការដោយប្តីប្រពន្ធខាងលើមានវ័យ34ឆ្នាំដូចគ្នានៅថ្ងៃកើតហេតុប្តីប្រពន្ធមួយគូនេះក៏បានអង្គុយហូបបាយនិងផឹកស្រាជាមួយម្ដាយក្មេកនិងប្អូនថ្លៃហើយក៏បានលេងសើចជាមួយនឹងគ្នាដោយប្រពន្ធបានទះក្បាលប្តីលេងប្តីក៏បានទះវិញលុះទះចុះទះឡើងស្រាប់តែស្រីជាប្រពន្ធកើតជាកំហឹងហើយក៏បានទាញដបស្រាវាយក្បាលប្តីទាល់តែបែកហូរឈាមរេឯខ្លួនឯងក៏របួសដូចគ្នាបាទរបួសទាំងប្តីរបួសទាំងប្រពន្ធប្រិមិត្តបាទយ៉ាងណាមិញអាជ្ញាធរក៏បានចុះមកអន្តរាគមន៍ដោយបានសួរនាំនិងលាងរបួសឲ្យហើយក៏បញ្ជូនប្តីប្រពន្ធទាំងគូទៅមន្ទីរពេទ្យតែប៉ុន្តែពួកគេមិនព្រមទៅដោយឡែកចុះចុងក្រោយប្តីប្រពន្ធគូនេះក៏បានសម្របសម្រួលគ្នាវិញបាទប្តីប្រពន្ធទាំងពីរក៏បានសម្របសម្រួលគ្នាវិញផងដែរបាទបោកខេប្រិមិត្តអត្ថបទព័ត៌មាននេះបាទខ្ញុំបាទក៏សូមបញ្ចប់តែត្រឹមនេះខ្ញុំបាទសូមអរគុណប្រិមិត្តដែលបានតាមដានទស្សនាសម្រាប់នៅអត្ថបទព័ត៌មានថ្មីបាទជាចុងបញ្ចប់នេះខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលាបាទ